គឺនេះយើងជួបខ្ញុំនៅវគ្គទី7ទៀតហើយតើតើនឹងមេរៀន Civic Core Feature អញ្ចឹងពីចំណុចទៀតគឺខ្ញុំនិយាយអំពី dashboard និងការ design របស់ gauge ខ្ញុំអាន gauge ចឹងណាបើខុសហើយយើងជួយប្រាប់ផងនៅលើ dashboard នឹងដែរចុះពីចំណុចហ្នឹងវាមិនច្រើនទេតែអាចឲ្យគ្នាយើងអាចដឹងបន្ថែមទៅលើនឹង Civic Feature របស់យើងតោះអញ្ចឹងយើងចូលទៅទាំងអស់គ្នាអញ្ចឹងគ្នាយើងចូលមកក្នុង Civic របស់យើងមក login Civic របស់យើងមកអូខេនេះចេញបែបហ្នឹងអញ្ចឹងវគ្គទី6យើងបាន add host marketing ចូលមួយហើយនេះ marketing របស់យើងអញ្ចឹងគ្នាយើងចេះពីរបៀប add host ចូលហើយតាមរយៈ protocol SNMP អញ្ចឹងឥឡូវយើងមករៀបចំ dashboard យើងឲ្យស្អាតអូខេអញ្ចឹងយើងចូលមកក្នុង dashboard របស់យើង edit មួយហើយ geo map នេះយើងអត់សូវជាមើលជាចាំបាច់យើងមិនដាក់ធំពេកទេយើងដាក់ទូចមកល្មមទៅទៅមកយើងគ្រាន់តែចុច click វាដាក់ click and drag to reserve site អញ្ចឹងយើងគ្រាន់ចុចទៅយើង add widget យើងបានហើយដាក់នៅលើ dashboard របស់យើងនឹងឯងអញ្ចឹងខ្ញុំសូម add map មិនមែនជា geo map ទេ map គេ map អញ្ចឹងខ្ញុំនឹង select map my infra ដែលយើងបាន config នៅវគ្គទី6អូខេខ្ញុំ add ចឹង map នេះបើយើង design នៅក្នុង map បែបណាពេលដែលយើង add មក dashboard គឺវាចេញបែបហ្នឹងឯងទម្រង់យើង design មាន infra បើយើងស្អាតច្រើនគឺឃើញស្អាតច្រើនបែបហ្នឹងដែរ design នេះខ្ញុំ design តែប៉ុណ្្នឹងហើយគ្នាយើងមើលយើងអាចយកទៅ design ឲ្យស្អាតខ្លួនឯងទៅសនុកមើលយើងមើលត្រួសប៉ុណ្្នឹងសិនឥឡូវយើងចូលដល់ចំណុចទី2គឺរបៀប design package នេះ package នេះគេ design អានេះខ្ញុំ design របៀបតិច counter LAN counter ម៉ូតូអញ្ចឹងមើលអញ្ចឹងស្រួលហើយស្អាតទៀតហើយនេះ Civic server ទៅមួយ memory ហើយនឹង CPU អញ្ចឹងខ្ញុំ add ថែមខ្ញុំ add នៅខាងក្រោមនេះស្រួលមើលវាគេឆ្នាំមកយើង select អញ្ចឹងឡើយនេះយើងត្រូវ select device ដែលយើងចង់ select ចង់យកមកដាក់វាមានបើយើងមាន host ច្រើនវា list host ឲ្យយើងបើយើងអត់មានទេយើងមានតែមួយអញ្ចឹងវា list ឲ្យតែមួយទេហើយយើងចង់ monitor ទៅលើអីអញ្ចឹង gauge ហ្នឹងគឺ monitor បានតែមួយ switch ទេបើយើងចង់ monitor លើ CPU យើង add បានតែ CPU ទេចង់ monitor លើ RAM វាបានតែ RAM ចង់ monitor ទៅលើ interface បានតែ interface អញ្ចឹងខ្ញុំសំខាន់គេខ្ញុំមើល CPU អូខេអញ្ចឹងដល់ពេល add default វាចេញវាអត់សូវស្អាតទេអញ្ចឹងយើងអាច design ថែមយើងយក270 degree ចំណែកឯអត់មានតនិចអញ្ចឹងខ្ញុំដាក់តនិច needle អូខេចេញតនិចមកតនិចនេះយើងអាចដូរពណ៌បាននេះ needle នេះយើងអាចដូរពណ៌ស្រឡាញ់ពណ៌អីយើងដាក់ពណ៌ហ្នឹងទៅហ្នឹងចេញពណ៌ខៀវហើយយើងអាច design បន្ថែមហើយចូល20អាសាយឡើងនេះសម្រាប់ description នេះសម្រាប់អក្សរនេះបើយើងដាក់កាន់តែតិចភាគរយវាកាន់តែទូចដែរឃើញទេកន្លែង CPU utilization ហ្នឹងខ្ញុំដាក់ 5% វាទូចខ្ញុំដាក់ 10 វាធំតិចស្រួលមើលអញ្ចឹងនេះតើតើជាមួយនឹងអីគេយើងវាយតែទៅ50អូតើតើមកនេះធំមិនទូចពណ៌ជុំវិញអញ្ចឹងខ្ញុំដាក់តែ25បានហើយកុំឲ្យធំពេកបន្ទាប់មកខ្ញុំ design ចរៀងនេះហើយវាមានលេខ0 20 40 68 100អញ្ចឹងខ្ញុំដាក់ add line threshold នេះខ្ញុំដាក់0ពណ៌ green add មួយទៀត 20% ខ្ញុំដាក់ពណ៌ green ណាតែចាស់តិចតបមក40% ខ្ញុំដាក់ពណ៌លឿងដល់ពេល 60% អញ្ចឹងបើ CPU យើងឡើង 60% យើងដាក់ពណ៌រៀងចូល warning តិចមកតកូចដល់ពេលមកដល់ 80% ខ្ញុំដាក់ឲ្យវាក្រហមមកអញ្ចឹងវាអត់ទាន់សូទេអា threshold ហ្នឹងអញ្ចឹងយើងត្រូវគ្រីសឡើងនេះសូ label អញ្ចឹងវាសូលេខវាអត់ទាន់សូអាជុំវិញនឹងពណ៌ដែរយើងគ្រីសកន្លែងសូ add នេះមួយទៀតនេះឃើញវាសូមកអញ្ចឹងអា size ហ្នឹង size នេះខ្ញុំ10%
10% នេះគឺ scale របស់ LH% គឺវាទូជាងមុននេះចំណែក unit នេះវាគឺជាលេខ 21% ដែល CPU របស់router meter យើងវាកំពុង run អញ្ចឹងយើងអាចដាក់ x2 ជាងនឹងតិចទៀតទៅលេខភាគរយនេះយើងដាក់ x2 ចំណែក10បានអញ្ចឹងលេខភាគរយហ្នឹងវាចេញបន្ទូយើងមកវាមើលទៅទឹកភ្នែកជាងមើលទៅលេខនេះហើយឡាសនេះយើងអាចដូរពណ៌បានឃើញភាគរយហ្នឹងដូរពណ៌បានបូលអីបានហើយលេខហ្នឹងយើងចង់ដូរពណ៌លេខ 21% យើងដូរពណ៌កន្លែង value នេះ color នេះយើងដាក់មើលចេញពណ៌បៃតង 20% គឺលេខហ្នឹងហើយលេខទំហំវាមិនមែនជាភាគរយវាជាទំហំខ្ញុំដាក់10ចុះលេខ21វាទូចដែរឃើញខ្ញុំដាក់20មិញទៅឲ្យធំផ្សេងខ្ញុំដាក់ទូចចឹងហើយអាពណ៌ជុំវិញនេះអាពណ៌ស្រាលៗនេះយើងអាចដូរបានកន្លែងនេះចេះថ្លៃមែនទេពណ៌ស្រាលៗ E4 ហ្នឹងថ្លៃទៅនេះណែនេះផ្លេច AOC background អញ្ចឹងនេះអាពណ៌ជុំវិញយើងធំនេះអញ្ចឹងយើងចង់ដាក់នេះដាក់ស្រាលទៅបានឯពណ៌ហ្នឹងមិនដឹងទៅបានអត់ស្អាតយើងវាធ្វើឲ្យវាធ្វើឲ្យ dashboard យើងមានសកម្មភាពយើងងាយស្រួលក្នុងការមើលងាយស្រួលក្នុងការ monitor តែអក្សរលើនេះបើយើងអត់ចង់ដាក់មើលក៏បានដែរយើងគ្រាន់តែចុចកន្លែង setting ហ្នឹងយើងនេះ show header ហ្នឹងយើងដោះ text ចេញមកវាបាត់អក្សរហ្នឹងហើយតោះតែយើងយកមកដាក់បានឃើញតែនឹងស្អីគេ router CPU យើងមើល CPU របស់ router ហើយយើងចង់ add មួយទៀតឧទាហរណ៍យើងចង់ add style នឹងមួយទៀតប៉ុន្តែយើង monitor លើ memory យើង add មួយទៀតមកយើង select មក memory អូខេមកเข้าមក memory total memory ទៅនេះយ៉ាងនេះអានេះមានន័យថាយើង monitor ទៅលើ memory ដែលកំពុងប្រើutilization ហ្នឹងមានន័យថាវាកំពុងប្រើហើយនេះវាប្រើអស់ 47.29% អញ្ចឹងអា default វាអត់ស្អាតទេហើយយើង design ឲ្យមួយយើងអត់ចង់មក design តារាទៀតទេអញ្ចឹងយើងអាច copy បានយើងគ្រាន់តែចុចលើ address 3ហ្នឹងមកយើង copy ហើយយើងចុចលើ line ផ្សេងថ្មីមកយើងគាត់ចុចមួយមកវាឲ្យ add ថ្មីឬក៏ pass យើង pass switch gate របស់យើងមកវាចេញមកដូចគ្នាប៉ុន្តែយើងត្រូវដូរអានេះវាដូចគ្នាទាំងអស់មក GPU ដូចគ្នាយើងដូរយើងចូល setting យើង select នេះ like item ហ្នឹង select service memory គេ memory ហើយយើង apply ឃើញទេអញ្ចឹងវានឹងចេញ memory មកហើយអញ្ចឹង memory router របស់យើងវាស៊ីរហូតដល់ 47.31 ហើយអញ្ចឹងយើងចង់ monitor អីផ្សេងទៀតខ្ញុំសូមព្រួបន្តិចកុំឲ្យវាធំពេកអញ្ចឹងយើងចង់ monitor អានឹងអា mode ផ្សេងទៀតខាងជាផ្សេងហ្នឹងយើងចង់ add អានឹងដែរប៉ុន្តែ service ផ្សេងទៀតមិន copy ហើយយើងគាត់ទៅ pass ទៀតណាប៉ុន្តែយើងទៅដូរ service ដែលយើងចង់ monitor យើងទៅចង់ទៅ monitor service អីគេសីតុណ្ហភាព temperature ចុចមកនេះ device របស់យើងមានសីតុណ្ហភាព 30 អង្សាសេរីមួយទីអូខេយើងចង់ add ទៀតទៅ add មួយទៀត pass មកយើងចង់ទៅ monitor លើ service អីយើង add អញ្ចឹងយើងមើល interface ទី1ហ្នឹងដែរប៉ុន្តែយើងមើល page សៀវមានន័យថា download អញ្ចឹងយើង add នេះយើងអញ្ចឹងយើងចង់ monitor តាក់ទងជាមួយនឹង interface អាកន្លែង counter របស់យើងឲ្យវាត្រូវចំនួន megabit វាអត់ចេញភាគរយទៅនេះហើយនេះភាគរយ 10 20 30 68% អានេះផ្សេងបើយើងយក monitor តាក់ទងជាមួយនឹង package វា RAM អាហ្នឹងយើងត្រូវដាក់លេខឲ្យច្រើនទី1ត្រូវកែកន្លែងនេះដាក់ឲ្យដល់1លានមកដាក់10លានមកបានវាមករហូតដល់100 MB per second អញ្ចឹងបើយើងនេះប្រកាសយើងរហូតដល់ 1G អានេះយើងត្រូវដាក់100លានមកអានេះវាឡើងបាន 1G gigabit per second ហ្នឹងឯងចឹងអានេះវាត្រូវឡើងលេខ0ម្នាក់មួយទៀតឡើងមួយទៀតអញ្ចឹងបានវាចេញ1មេហើយ100មេ200មេ400មេចេញដេញមកស្អាតដល់ 1G អញ្ចឹងណាតែនៅប្រកាសខ្ញុំតែ100មេទេចឹងយើងដាក់ប៉ុណ្ណេះទៅបានវាជាងតែ100មេចឹងយើងដាក់100មេហ្នឹងមើលទៅឃើញ counter វត្តស្អាតអូខេយើង add មកអានេះវា real ហ្មង real bandwidth របស់ internet របស់យើង
ចឹងវារ៉ាន់ប្រហែល G ប្រហែលមេគឺវាចូលនៅលើនឹងឲ្យយើងមកចឹងឡើយនឹងវាអាប់ដេតម្ដងប្រហែលវាដាក់វា refresh 1នាទីម្ដង default យើងអាចដាក់គ្រប់នឹងក៏បាន10វិនាទីម្ដងក៏បានខ្ញុំ apply មកអញ្ចឹងឲ្យតែ10វិនាទីគឺវាចាប់ដើម refresh APK ហ្នឹងយើងវានឹងឲ្យយើងមើលថាវាឥឡូវ run បានបញ្ជូន download អ៊ីនធឺណិតហ្នឹងបានមកប្រហែលអញ្ចឹងយើង copy នឹងមួយទៀតខ្លះមកហើយយើងទៅមើល upload សូមតែយើងទៅវិញ upload អញ្ចឹង port ទី1ប៉ុន្តែប្រភេទ send ហ្នឹង upload ហ្នឹង apply មកអូខេយើង upload តែមួយមេ upload ទៅវិញអញ្ចឹងរបៀប design dashboard ហើយនឹង design gauge អាន gauge របៀបដូច counter ហ្នឹងគឺមានប៉ុណ្ណឹងយើងឆ្ងល់ហើយអាច comment នៅខាងក្រោមវីដេអូខ្ញុំបានខ្ញុំឆ្លើយចំនួនអញ្ចឹងជួបខ្ញុំនៅវីដេអូក្រោយអរគុណច្រើនបាយបាយ